កាលពីខ្ញុំនៅក្មេងខ្ចីខ្ញុំតែងតែឆ្ងល់ហេតុអ្វីបានជាចាស់ៗមួយចំនួនគាត់ចូលចិត្តប្រើឡាន pick up ម្លេះហេតុអ្វីបានជាចាស់ៗមួយចំនួនគាត់ស្រឡាញ់ឡាន SUV ម្លេះបងទាំងអស់គ្នានៅពេលដែលវ័យរបស់ខ្ញុំដើរកាន់ចូលមកដល់វ័យកាន់តែច្រើនទៅខ្ញុំបានកែប្រែការគិតច្រើនមែនតែនសូម្បីតែពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តពីមុនខ្ញុំជាក្មេងឈាមរាវខ្ញុំស្រឡាញ់តែរថយន្តស្ពណ៌ខ្ញុំស្រឡាញ់តែរថយន្តលេងល្បឿនខ្ញុំស្រឡាញ់តែរថយន្តទៀបនោះទេទាំងដឹងថារថយន្តទាំងអស់នោះវាមិនសមស្របសម្រាប់ប្រើប្រចាំថ្ងៃទេក៏ខ្ញុំនៅតែជំនះស្រឡាញ់វាដែរប៉ុន្តែឈានមកដល់វ័យនេះខ្ញុំចាប់ផ្ដើមចេះស្រឡាញ់រថយន្ត pick up ខ្ញុំចាប់ផ្ដើមចេះស្រឡាញ់រថយន្ត SUV ខ្នាតធំនិយាយស្រួលស្ដាប់ខ្ញុំចាប់ផ្ដើមចេះស្រឡាញ់ Ford Raptor បាទ F150 Raptor បាទ Tundra Tacoma ក៏ដូចជា Land Cruiser ដូចចាស់អញ្ចឹងបងពេលខ្លះការគិតវាទៅតាមអាយុយើងដែរខ្ញុំអត់ហ៊ានថាបងប្អូនទាំងអស់គ្នាអារម្មណ៍ដូចខ្ញុំនោះទេប៉ុន្តែមួយរយៈនេះខ្ញុំមានអារម្មណ៍ថាខ្ញុំចាស់ទុំច្រើនមិនថាពាក់ព័ន្ធជាមួយនឹងការស្រឡាញ់រថយន្តចំណង់ចំណូលចិត្តការនិយាយស្ដីខ្ញុំពីមុនគឺឆាវណាស់អត់មានគេនិយាយប៉ះពាល់ខ្ញុំបាននោះទេប៉ុន្តែឥឡូវនេះគឺខ្ញុំខ្លាចជាមនុស្សម្នាក់មិនចូលចិត្តឆ្លោះមិនចូលចិត្តប្រកែកតវ៉ានោះទេបុគ្គលអវិជ្ជមានគឺខ្ញុំដើរចេញបុគ្គលអវិជ្ជមានគឺខ្ញុំមិននៅក្បែរនោះទេហើយខ្ញុំក៏អត់មានពេលទៅឆ្លោះប្រកែកតវ៉ាជាមួយអ្នកណាដែលនិយាយមិនល្អពីខ្ញុំដែរប៉ុន្តែខុសដាច់ពីមុនមែនតើសូម្បីតែការគ្រប់គ្រងអារម្មណ៍ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តខ្ញុំទទួលស្គាល់មួយបងទាំងអស់គ្នាកាលពីខ្ញុំនៅវ័យ17 18 19និង20ឆ្នាំគឺខ្ញុំចូលចិត្តបើករថយន្តលឿនមែនតើបែងចែកឲ្យដាច់បងទាំងអស់គ្នាការបើករថយន្តលឿនជារឿងមួយប៉ុន្តែខ្ញុំបើករថយន្តលឿនហើយពេលខ្លះគឺចូលចិត្តវ៉ាជែងចូលចិត្តការប៉ាណាំងចូលចិត្តការបើកល្បឿនគឺមិនសូវខ្វាយខ្វល់អំពីភាពគ្រោះថ្នាក់នោះទេប៉ុន្តែចូលមកដល់វ័យនេះសឹងថាខ្ញុំបើកឡានកាន់តែយឺតគឺកាន់តែល្អខ្ញុំអត់មានបាននិយាយដើម្បីអួតខ្លួនឯងនោះទេខ្ញុំគ្រាន់តែចង់ប្រាប់បងជាពិសេសក្មេងៗដែលទើបតែធំមានឡានប្រើប្រាស់សូមគិតឲ្យស្រួលបួលសម្រាប់ចិត្តឲ្យស្រួលបួលពីព្រោះចង្កូតឡាននៅលើដៃបងប្អូនទាំងអស់គ្នាហើយអញ្ចឹងណាពីមុនបងបើកឡានផ្លូវធម្មតាបើមិន120 130គឺខ្ញុំអត់បើកនោះទេបាទប៉ុន្តែឥឡូវនេះល្បឿនកណត់ប៉ុន្មានខ្ញុំសឹកថាបើកយឺតជាងល្បឿនកណត់ទៀតដោយសារអីគឺខ្ញុំចង់គិតអំពីសុវត្ថិភាពជាពិសេសខ្ញុំចេះស្រឡាញ់ទ្រព្យរបស់មករយៈចុងក្រោយនេះគឺខ្ញុំបានយល់ផ្លែកការគិតច្រើនមែនតើខ្ញុំអង្គុយសួរខ្លួនឯងថាចង់បានឡានអីស្រឡាញ់ឡានប្រភេទណាខ្ញុំបានឆ្លើយឲ្យចម្លើយខ្ញុំផ្ទះមានឡានស្ពណ៌មួយក៏ខ្ញុំត្រូវការមាន pick up មួយដែរហើយឡានក្នុងក្តីសម័យរបស់ខ្ញុំគឺ Toyota Tundra Toyota Tacoma និង Ford F150 Raptor 3នឹងមួយណាក៏បានគឺជាជម្រើសដ៏ល្អសម្រាប់ខ្ញុំវាជា pick up មួយដែលយើងអាចទុកចិត្តបានចុះព្រៃចុះអីនិយាយរំទៅគ្រប់ស្ថានភាពផ្លូវបានអានេះខ្ញុំគ្រាន់តែនិយាយអំពីអារម្មណ៍ខ្ញុំជូនបងប្អូនទាំងអស់គ្នាទេព្រោះអ្នកមើលវីដេអូខ្ញុំសិតតែជាអ្នកគាំទ្រខ្ញុំអញ្ចឹងខ្ញុំចង់បង្ហាញអារម្មណ៍ពិតទៅដល់បងប្អូនទាំងអស់គ្នាហើយក៏ឆ្លៀតដាស់តឿននេះជាសារដាស់តឿនដល់ក្មេងៗដែលទើបតែមានឡានបើកក៏ដូចជាទើបតែធំសូមប្រើប្រាស់រថយន្តដែលបងប្អូនទាំងអស់គ្នាមានដោយក្តីស្រឡាញ់សូមប្រើប្រាស់រថយន្តដែលមានទំនួលខុសត្រូវកុំភ្លើតជាពិសេសការបើករថយន្តលឿនយើងគិតថាមិនអីគឺវាមិនទាន់អីនោះទេតែកាលណាតែអីទី1បញ្ហាដល់យើងរថយន្តជាទីស្រឡាញ់របស់យើងអ្នកដតីអ្នកធ្វើដំណើរក៏ដូចជាការការខូចខាតអាចនឹងឈានទៅដល់មានការជាប់ទោសទាំងវ័យក្មេងទៀតអញ្ចឹងពីខ្ញុំទៅបើកឡានកុំលឿនឲ្យត្រូវកលៈទេសៈលឿនឲ្យត្រូវលក្ខខណ្ឌចាំបាច់ណាមួយលឿនឲ្យត្រូវល្បឿនកំណត់អញ្ចឹងណាវីដេអូនេះខ្ញុំនិយាយរៀងវែងបន្តិចមែនប៉ុន្តែវាសុទ្ធសឹងតែជាអារម្មណ៍ពិតដែលខ្ញុំទទួលបានហើយជាការគិតរបស់ខ្ញុំអង្គុយវិភាគអង្គុយសង្កេតមើលខ្លួនឯងមករយៈចុងក្រោយនេះគឺចាស់ទុំច្រើនមែនតើអញ្ចឹងហើយបងទាំងអស់គ្នាវីដេអូខ្ញុំមករយៈចុងក្រោយនេះគឺសុទ្ធសឹងតែជាវីដេអូរបៀបចាស់ទុំមានន័យថាបងពូមីងអ៊ំតាយាយដែលគាត់មើលវីដេអូមិនថានិយាយវីដេអូខ្ញុំមិនមែនសម្រាប់តែកូនក្មេងនោះទេភាគច្រើនគឺសម្រាប់មនុស្សវ័យកណ្ដាលសូម្បីតែមនុស្សចាស់ខ្លះក៏គាត់តាមដានវីដេអូរបស់ខ្ញុំដែរអញ្ចឹងណាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់គាំទ្រហើយតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមមកពីខ្ញុំទៅគឺខ្ញុំពិតជាស្រឡាញ់និងអរគុណបងប្អូនទាំងអស់គ្នាមែនដែលគាំទ្រវីដេអូខ្ញុំតាំងពីដើមមកអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាចង់ឃើញវីដេអូចែកម្លែកចំណេះដឹងបន្តទៀតសូម like share follow និង comment ម្នាក់មួយផងពីអារម្មណ៍បងប្អូនទាំងអស់គ្នាអរគុណច្រើនបាទ